សាច់រឿងគឺយើងនិយាយពីមនុស្សពីរនាក់ដែលគាត់បានណាត់ជួបគ្នាដើម្បីនិយាយលេងរហូតទាល់តែយប់ជ្រៅហើយមកផ្ទះវិញក៏បានជួបជាមួយនឹងមនុស្សរោគចិត្តមួយក្រុមដែលព្យាយាមចាប់គាត់ទៅអញ្ចឹងណាអញ្ចឹងចាំដឹងថាតើរឿងហ្នឹងអាចពាក់ព័ន្ធឬក៏មានបញ្ហាអីខ្លះដល់ពួកគាត់អញ្ចឹងយើងទៅតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងផ្ដើមសាច់រឿងមកយើងឃើញថាមានបរិសុទ្ធពីរនាក់ដែលគាត់កំពុងតែដើរមកពីកន្លែងជួបជុំគ្នានៅឯក្នុងសួនច្បារហើយគោលបំណងគឺត្រឡប់មកផ្ទះហ្នឹងឯង អញ្ចឹងពេលដែលគាត់ដើរមកគឺក្នុងដៃរបស់គាត់គឺមាន speaker មួយដែរដែលសម្រាប់ចាក់ចម្រៀងចាក់ភ្លេងកំដរការផ្សុកអញ្ចឹងទៅហើយគាត់ជជែកពីនេះជជែកពីនោះនៅពេលដែលគាត់ដើរមកនៅពេលដែលគាត់ដើរបានជិតដល់ភូមិហើយអញ្ចឹងគាត់បានឃើញមនុស្សមួយក្រុមគឺនៅមុខគាត់ហើយពីហ្នឹងគាត់អត់គិតអីទេគាត់គិតថាអូប្រហែលជាពួកគាត់ស្វឹងស្រាយអញ្ចឹងបានដើរទីងថងអញ្ចឹងក៏ដើរប្រច្រាស់របស់គាត់ទៅអញ្ចឹងដល់ពេលដែលដើរប្រច្រាស់ពួកគាត់ជិតដល់ហ្នឹងក៏ឃើញទឹកមុខគាត់រៀងកាចជាមួយនឹង សម្លៀកបំពាក់មើលទៅបែបម៉ាហ្វៀអញ្ចឹងណាហើយយើងក៏អត់គិតច្រើនទេអញ្ចឹងក៏ដើរទៅបន្តិចទៀតអញ្ចឹងទៅអញ្ចឹងរឿងដែលមនុស្សស្មានដល់តែកើតឡើងលើពីអ្នកហ្នឹងគឺនៅពេលដែលពីអ្នកហ្នឹងក៏ដើរចិត្តដល់ពួកហ្នឹងគឺពួកហ្នឹងបានស្រែកមកខ្លាំងហ្មងស្រែកថាចូលមកចិត្តយើងមកចូលមកចិត្តយើងមកហើយពីហ្នឹងគាត់នៅក្មេងអញ្ចឹងគាត់ខ្លាចអញ្ចឹង Run! គាត់ចាប់ដើមរត់យកមករួចខ្លួនហ្មងអញ្ចឹងនៅពេលដែលគាត់រត់ទៅគាត់ឃើញហាងកាហ្វេមួយអញ្ចឹងគាត់ក៏សម្រេចចិត្តចូលហាងកាហ្វេហ្នឹងដើម្បីពួនណាប៉ុន្តែហាងកាហ្វេហ្នឹងគឺអត់មានមនុស្សទេគឺស្ងាត់ជ្រាបបងព្រោះថាពេលហ្នឹងម៉ោង1ហ្នឹងអញ្ចឹងគេបិទហើយហ្នឹងអញ្ចឹងក៏ពួនក្នុងហ្នឹងទៅប៉ុន្តែមនុស្សមួយក្រុមហ្នឹងគឺបានបំបុកទ្វារចូលមកតែម្ដងអញ្ចឹងក៏បានចាប់ពួកគាត់ដើរទៅតែម្ដងណាចាប់ពួកគាត់យកទៅហ្មងអញ្ចឹងគឺមនុស្សរោគចិត្ត4នាក់ហ្នឹងគឺបានចាប់ពីយ៉ាងទៅហើយប៉ុន្តែសំណាងគាត់មកដល់គឺពេលហ្នឹងណាគឺកលានបលីហ្នឹងគឺបានបើកសារ៉ានចិត្តហ្នឹងអញ្ចឹងពួកហ្នឹងវាភ័យវារត់ចោលហើយក៏ដោះលែងក្មេងហ្នឹងអញ្ចឹងទៅហើយពេលហ្នឹងក្មេងហ្នឹងគឺគាត់ភ័យខ្លាំងតែគាត់បានព្យាយាមរត់មកកាន់ផ្ទះរបស់គាត់នៅពេលដែលបធូរអារម្មណ៍ជាមួយនឹងការបាត់ភ័យខ្លាចតិចតួចហើយគាត់ក៏បានសម្រានគេងអញ្ចឹងណាបន្ទាប់ពីបានគេងភ្លឺឡើងអញ្ចឹងគាត់ក៏បានយករឿងហ្នឹងទៅប្រាប់ម៉ាក់គាត់ហើយម៉ាក់គាត់គឺភ័យខ្លាំងមែនទែនប៉ុន្តែពេលហ្នឹងគឺមានណាគេម្នាក់មកគូសទ្វារហើយអ្នកគូសទ្វារហ្នឹងគឺលោកប៉ូលីសលោកប៉ូលីសគឺគាត់បានប្រាប់ថាពួកគាត់ពិតជាសំណាងខ្លាំងមែនទែនដែលអាចរត់គេចខ្លួនពីមនុស្សរោគចិត្ត4នាក់ហ្នឹងបានព្រោះថាមនុស្សរោគចិត្តហ្នឹងគឺតែងតែចាប់មនុស្សយកទៅធ្វើទរណកម្មសម្លាប់អីចឹងណាអញ្ចឹងគឺសំណាងខ្លាំងមែនទែនអូខេអញ្ចឹងគឺរឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការតាមដានទស្សនាហើយបើសិនជាពេញចិត្តកុំភ្លេច Subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន